ជំរាបសួរអ្នកនរគ្នាថ្ងៃនេះខ្ញុំមកបង្ហាញពីការ insert បន្ទាត់នៅក្នុង Word ដោយប្រើប្រាស់ shortcut key អញ្ចឹងជាទូទៅនៅពេលដែលគេចង់ដាក់បន្ទាត់គេចង់កន្លែង insert shape line បើគេគូបែបហ្នឹងពេលដោយដៃពេលខ្លះវាស្មើពេលខ្លះវាមិនស្មើ edit style បើខ្ញុំចង់បាន style ណាមួយបើខ្ញុំធ្វើតាមវិធីបែបហ្នឹងដែលមិនប្រើ shortcut key វានឹងចំណាយពេលយូរអញ្ចឹងថ្ងៃហ្នឹងខ្ញុំនឹងប្រាប់6ចំណុចពី shortcut key នៃបន្ទាត់អញ្ចឹងទី1គឺសញ្ញាដកយើងគ្រាន់តែចុចវា3ដងហើយបន្ទាប់មក enter 1 2 3ហើយបន្ទាប់មកយើងចុច enter ចំណុចទី2គឺសញ្ញា underscore ខ្ញុំចុចវា3ដងដែរ1 2 3ហើយបន្ទាប់មកចុច enter សញ្ញា underscore គឺជាបន្ទាត់ដុតហើយចំណែកចំណុចទី3គឺសញ្ញាផ្កាយខ្ញុំចុចវា3ដងដែរ1 2 3ហើយក៏មកចុច enter សញ្ញាផ្កាយគឺជាបន្ទាត់ចុចហើយចំណុចទី4គឺសញ្ញាកូនជ្រូកយើងចុចវា3ដងដែរ1 2 3ហើយចុច enter សញ្ញាកូនជ្រូកគឺជាបន្ទាត់ដុតត្រួត2ដូចគ្នាហើយចំណុចទី5គឺសញ្ញាធាយើងចុចវា3ដងដែរ1 2 ហើយបន្តមកចុច enter សញ្ញាធាហ្នឹងគឺជាបន្ទាត់ទឹកក្រឡកចំណុចទី6គឺសញ្ញាស្មើអញ្ចឹងសញ្ញាស្មើយើងចុចវា3ដងដែរ1 2 3ហើយក៏មកយើងចុច enter អរគុណអ្នកនរគ្នាសម្រាប់ការទស្សនារហូតពីដើមដល់ចប់